នៅពេញទៅនឹងនេះសិតតែពាក្យបណ្ដឹងនេះទៅអ្នកណាខ្លះច្រើនណាស់ខ្ញុំចង់ខ្ញុំប្តឹងទៅ EU ឲ្យលោកមើលណាមើលច្បាស់ណាខ្ញុំលើកម្ដងមួយហើយខ្ញុំឡើងមកគោផកខ្ញុំទៅហើយឡើងបើគិតជាចង់30 ផ្លាយជិត40 ផ្លាយនៃពាក្យបណ្ដឹងហើយមិនមែន1 2 3ប៉ុន្តែនៅក្នុង30 ផ្លាយនឹងវាមានបណ្ដឹងពាក្យបណ្ដឹងមួយនៅរបស់ខ្ញុំការពារលោកសំរងស៊ីសង្គ្រោះជាតិព្រោះខ្ញុំមិនការពារតែលោកសំរងស៊ីកម្មសខាទី2នាក់ហ្នឹងទេពីព្រោះ2នាក់ហ្នឹងជាតួអង្គសម្លាប់ជាតិខ្លួនឯងអត់ខ្ចីយកច្បាប់ឬក៏សិទ្ធិរបស់ប្រជាពលរដ្ឋឬម្ចាស់ឆ្នោតដែលខំប្រឹងបោះឆ្នោតយកឲ្យគាត់ហ្នឹងគាត់មិនខ្ចីអើពើនេះជាចរិតរបស់លោកសំរងស៊ីជួឡុងស៊ូមារ៉ាលោកកម្មសខាហ្នឹងឯងទៅណារួបរวมគ្នាដើម្បីដើរតែប្រមូលយកលុយយកกระดาษយកអីចឹងទេហើយនឹងដើរទៅបំផ្លាញដូចជាបំផ្លាញរូបខ្ញុំជាដើមខ្ញុំទៅដាក់ពាក្យបណ្ដឹងពេលដែលសភាចាបរោះដែលនៃធំនៅតឡាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិនៅ ICJ មានន័យថានៅទីក្រុងឡាអេហ្នឹងខ្ញុំបានដាក់ពាក្យបណ្ដឹងជំនួសលោកសំរងស៊ីកម្មសខានឹងសូមឲ្យគេជួយ118នាក់ដែលជា politics ឲ្យត្រឡប់ចូលវិញសូមឲ្យលោកសំរងស៊ីចូលទៅស្រុកវិញសូមឲ្យលោកកម្មសខានឹងឲ្យចេញពីគុកដើម្បីឲ្យដោះលែងអ្នកទោសនយោបាយទាំងអ្នកទោសមនសិការសពបែបយ៉ាងដើម្បីឲ្យមានសិទ្ធិសេរីភាពជួបជុំគ្រួសារបងប្អូនវិញទៅនឹងជាពាក្យបណ្ដឹងខ្ញុំហើយនឹងចាប់អ្នកទោសណាដែលសម្លាប់ជាវិជាលោកកែមលីហើយនឹងលោកឈុតវធីបាទជាដើមខ្ញុំបានដាក់ពាក្យបណ្ដឹងនឹងដើម្បីឲ្យគេរកយុត្តិធម៌ជូនអស់លោកនឹងផងហើយខ្ញុំឲ្យគេរកយុត្តិធម៌ទាំងកោះពេជ្រទាំងពីស្អីសម្បែបយ៉ាងជាពិសេសគឺរឿងដែលវាយយកធ្វើរដ្ឋប្រហារដើម្បីដណ្ដើមអំណាចខ្លួនឯងហ្នឹងអាហ្នឹងចូលទៅលោកហ៊ុនសែនទេប៉ុន្តែខ្ញុំនិយាយសំរងស៊ីនឹងឲ្យចប់សិនដល់រងស៊ីនេះទៀតខ្ញុំតស៊ូដើម្បីជួយពួកខ្ញុំកាលឡើងមុននឹងជាប្រធានគណៈបកជាតិខ្មែរប្រចាំរដ្ឋ Washington ហើយខ្ញុំក៏មានឥទ្ធិពលមួយដែរដើម្បីទៅជួយលើកទឹកចិត្តនិងពង្រីកបណ្ដាញឡើងរាប់រយរាប់ពាន់អ្នកដែរទៅហើយជាពិសេសអ្នកដឹកនាំដល់ពេលកម្លាំងជាតិខ្មែរនឹងខ្សោយដោយសារតែការដឹកនាំរាំងស៊ីនេះគាត់មិនដែលទទួលស្គាល់មិនដែលទាំងស្គាល់ខ្ញុំផងហ្នឹងមានការដែលគឺថាដុកទ័រកកក្តីចង់ទៅជួយគាត់អត់ចូលរវល់ទេអានេះហើយដែលជាចំណុចគាត់ចង់និយាយថាខ្ញុំនឹងហៅសំរងស៊ីជួឡុងស៊ូមារ៉ាអ៊ូបិនឡុងយឹមសវណ្ណហើយនឹងចៅផូលីអីសម្បែបយ៉ាងមកហៅមកស្ដីឲ្យថាលោកខ្ញុំសុំឈប់ហើយដែលឯងមិនសមជាគំរូដឹកនាំខ្ញុំហើយជាគំរូដឹកនាំប្រទេសខ្មែរទេនេះណាខ្ញុំហៅមកលោករងស៊ីកាលណាមានខ្ញុំគឺអត់គាត់ហើយគាត់កិច្ចហើយកិច្ចទៅឯណាខ្ញុំឧទាហរណ៍មួយទៀតរឿងទៅនៅបែលហ្ស៊ៀមនៅកន្លែងវិមានសហភាពអឺរ៉ុបកន្លែងនោះគឺជាកន្លែងដែលសហភាពអឺរ៉ុបបានទទួលស្គាល់ខ្ញុំថាជាអ្នកដឹកនាំម្នាក់នៅថ្ងៃទី15ខែឧសភាឆ្នាំ2012គឺខ្ញុំជាក្នុងអាស៊ីខ្ញុំជាមនុស្សទី1ដែលអញ្ជើញជាកិត្តិយសទៅក្នុងសហភាពអឺរ៉ុបហ្នឹងឯងហើយខ្ញុំហ្នឹងក៏ជាមនុស្សទី1ដែលសហភាពអឺរ៉ុបឲ្យយើងយកកន្លែងវិមានហ្នឹងទៅជាកន្លែងបង្រួបរួមយើងបានធ្វើ2ដងអញ្ជើញលោកសំរងស៊ីទាំង2ដងតែលោកសំរងស៊ីគាត់អត់ទៅដែលខាតប៉ុន្តែស្អីដែលគាត់ធ្វើយើងធ្វើថ្ងៃច័ន្ទនៅក្នុងឆ្នាំ2019ហ្នឹងវាបែរទៅជាសំរងស៊ីទៅឲ្យដែលលោកឡុងបូតាហើយអ្នកផ្សេងទៀតហ្នឹងទៅធ្វើបាតកម្មដាក់ផ្លាកដូចខ្ញុំបាននិយាយពីលើកមុនមកអញ្ចឹងគឺគាត់មកប្រឆាំងខ្ញុំទៅវិញប្រឆាំងប៉ុន្តែក៏ដាក់លើកបដាដាក់ប្រឆាំងហ៊ុនសែនដល់ពេលគេហៅមកគេសួរថាតើលោកធ្វើនេះក្នុងគោលបំណងអីពេលនោះលោកបូតាននឹងគ្នាគាត់មានពីរទៀតហ្នឹងបាននិយាយប្រាប់ទៅពួកសភាថាសិតតែមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់ដូច្នេះនិយាយទៅប្រមាណវាអត់ប្រយោជន៍ពួកកន្លែង EU នេះជាកន្លែងដែលខ្ញុំចុះឡើងនឹងវាសឹកញ៉ាំបាយទាំងយប់ល្ងាចព្រឹកថ្ងៃអីនៅនឹងទាំងអស់ហើយកន្លែង computer វាយកន្លែងប្រជុំនេះប្រជុំនោះអីហ្នឹងគឺខ្ញុំដើរឡើងសឹកកន្លែងនោះអស់ហើយ
មានន័យថាកន្លែងណាក៏ខ្ញុំស្គាល់ទាំងអស់នៅក្នុង EU នេះឯងដោយសារតាគេអនុញ្ញាតឲ្យខ្ញុំជាមនុស្សម្នាក់ដែលគេឲ្យកិត្តិយសថាខ្ញុំជាអ្នកដឹកនាំដ៏មានតម្លៃម្នាក់សម្រាប់ឲ្យធ្វើការនៅ EU ដល់ពេលខ្ញុំធ្វើថ្ងៃនោះខ្ញុំធ្វើថ្ងៃច័ន្ទថ្ងៃអាទិត្យឡើងសំដេចស៊ីធ្វើមកប្រឆាំងដល់ហើយគេហៅមកជួបគាត់និយាយថាគេធ្វើបាតកម្មនេះគឺដើម្បីប្រឆាំងកវាយនរនសុំឲ្យសភាអឺរ៉ុបឈប់ទទួលស្គាល់កវាយនរនតទៅទៀតទៅគុំគ្រប់គ្រងកវាយនរនធ្វើឲ្យទៀតទុតកវាយនរនចោលទៅសួរបងប្អូនខ្ញុំសួរទៅវិញតើលោកសំរងស៊ីនឹងជាណា